บูวินជាសិស្សថ្នាក់ទី3គេចូលចិត្តជាណាស់ប៉ុន្តែប៊ូវិនឆ្ងល់ថាហេតុអ្វីចាំបាច់ត្រូវរៀនមុខវិជ្ជាច្រើនយ៉ាងនេះអ្នកគ្រូតែងតែជួយលើកទឹកចិត្តជានិច្ចប៊ូវិនសួរអ្នកគ្រូថាហេតុអ្វីខ្ញុំត្រូវរៀនឲ្យចេះគ្រប់មុខវិជ្ជាផ្សេងគ្នាច្រើនយ៉ាងនេះតើនៅពេលធំឡើងខ្ញុំត្រូវប្រើវាទាំងអស់មែនទេអ្នកគ្រូឆ្លើយតបដោយញញឹមពេលធំឡើងមិនថាកូនចង់ខ្លាចជាអ្វីក៏ដោយការរៀនសូត្រនឹងជួយឲ្យជោគជ័យថ្ងៃមួយគ្រូពេទ្យស្ម័គ្រចិត្តមកសាលាដើម្បីចាក់វ៉ាក់សាំងនិងអប់រំសុខភាពនេះជាលើកដំបូងហើយដែលប៊ូវិនបានជួបគ្រូពេទ្យផ្ទាល់គេសរសើរចំណេះដឹងពួកគាត់ខ្លាំងណាស់ថ្ងៃបន្ទាប់លីតាមិត្តរួមថ្នាក់របស់ប៊ូវិនជួបគ្រោះថ្នាក់តាមផ្លូវវិនបឹងឲ្យបរិះម្នាក់ជួយទូរស័ព្ទហៅរថយន្តសង្គ្រោះវិនភ័យណាស់តែក៏ចង់ជួយមិត្តភក្តិណាស់ដែរគេនៅរងចាំជាមួយនីតារហូតដល់តែរថយន្តសង្គ្រោះមកដល់វិនក៏តាមលីតាទៅមន្ទីរពេទ្យពេលទៅដល់វិនឃើញគ្រូពេទ្យប្រញាប់មកជួយលីតាពួកគាត់ហាក់ដូចជាដឹងច្បាស់ពីរបៀបជួយសង្គ្រោះវិននៅរងចាំសាលាអគារដោយភ័យផងព្រួយផងគេចង់ជួយលីតាឲ្យច្រើនលើសពីនេះគេចង់ចេះឲ្យច្រើនដោយគ្រូពេទ្យដែលកំពុងជួបនៅសាលានិងដោយគ្រូពេទ្យដែលកំពុងមើលថែលីតាដែរគ្រូពេទ្យបានសួរក្មេងប្រុសថាតើក្មេងកំពុងចាំអ្នកណាខ្ញុំកំពុងចាំលីតាមិត្តខ្ញុំដែលជួបគ្រោះថ្នាក់កាលពីថ្ងៃមិញតើនាងមិនអីមែនទេលោកគ្រូឆ្លើយថាមិនអីទេគ្រូពេទ្យកំពុងតែខំជួយនាងអស់ពីចិត្តពួកគាត់ខំរៀនសូត្រខ្លាំងណាស់ដើម្បីចេះពីរបៀបជួយសង្គ្រោះមនុស្សបន្តិចក្រោយមកគ្រូពេទ្យបានឲ្យវិនចូលទៅសួរសុខទុក្ខមិត្តរបស់គេវិនមានក្តីស្រមៃចង់ធ្វើជាលោកគ្រូពេទ្យដែរតែបច្ចុប្បន្ននេះគាត់ខំរៀនឲ្យពូកែគ្រប់មុខវិជ្ជាសូមអរគុណសម្រាប់ការទស្សនា